ករណីហិង្សាក្នុងគ្រួសារនេះជាសកម្មភាពរបស់កម្លាំងអធិការនគរបាលក្រុងស្វាយរៀងដឹកនាំដោយលោកវរៈសេនីយ៍ឯកសោមសុភ័ណ្ឌអធិការនគរបាលក្រុងស្វាយរៀងសហការជាមួយនឹងកម្លាំងកងរាជរដ្ឋាភិបាលបង្ក្រាបករណីហិង្សាក្នុងគ្រួសារកាលពីរសៀលថ្ងៃទី22ខែកក្កដាឆ្នាំ2026មូលហេតុដោយសារភ្លើងប្រច័ណ្ឌបច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកសាងសំណុំរឿងដោះស្រាយទៅតាមនីតិវិធីនៃច្បាប់Trai